ជំរាបសួរកូនទាំងអស់គ្នាក្នុងក្តីស្រឡាញ់នៃព្រះអង្គចាស់ចាថ្ងៃនេះយើងជួបជាមួយអ្នកគ្រូនៅក្នុងថ្នាក់គណិតវិទ្យាដែលនៅក្នុងមេរៀនទី13វិធីដកចំនួនទស្សភាគអញ្ចឹងចំណុចដែលយើងរៀននៅថ្ងៃនេះចំនួនទស្សភាគភាគ10ដែលមានខ្ចីអញ្ចឹងយើងមាន2លំហាត់ដែលយើងត្រូវរៀនជាមួយគ្នាសូមយើងមើលវិធីដកជាមួយអ្នកគ្រូទាំងអស់គ្នាដែលជាឧទាហរណ៍ចាអញ្ចឹងក 4.5 ដកឲ្យចាដកឲ្យ 1.5 1.8 ចានៅខាងស្ដាំចុចគេហៅថាចំនួនទស្សភាគវា10ចាចុចនេះគេហៅថាទស្សភាគចាកូនស្គាល់ហើយកូនធ្លាប់រៀនទស្សភាគចាតោះឥឡូវយើងធ្វើប្រមាណវិធីដកជាមួយគ្នាអញ្ចឹងយើងដកពីស្ដាំទៅឆ្វេងយើងដកចំនួនទស្សភាគ10មុនចា5ដកឲ្យ8បានអត់ចាគឺអត់បានទេបើអត់បានទេគឺយើងធ្វើការខ្ចីពីចំនួនគត់មក1អញ្ចឹងខ្ចីពីចំនួនគត់មក1បានន័យថា4នេះនៅសល់3ហើយ1នៅនេះ5នេះយើងដាក់ដដែលអញ្ចឹងយើងបានដក5អញ្ចឹងយើងចាប់ដើមធ្វើវិធីដកចាអញ្ចឹង15ដក18នៅសល់ណាគត់15ដក18ចាគឺនៅសល់ចា7អញ្ចឹងចុចនេះជាចំនួនទស្សភាគនេះចាកូនចុចមកដាក់ឲ្យចំនៅខ្ទង់របស់វាមកចា3ដក1នៅសល់ប៉ុន្មានគឺនៅសល់2អញ្ចឹងចម្លើយរបស់យើងគឺបាន2.7 អញ្ចឹងកូនយកមកសរសេរនៅកន្លែងនេះមក2.57ចាឥឡូវយើងមើលឧទាហរណ៍ខមួយទៀតចាដូចគ្នាអត់ខុសគ្នាទេរបៀបដែលយើងធ្វើវិធីដកចំនួនទស្សភាគទី10មានខ្ចីចាអញ្ចឹង7ដក8បានអត់ធំចាអត់បានទេគឺយើងខ្ចីពីចំនួនគត់1នេះមកអញ្ចឹងចំនួនគត់ដែលគេខ្ចី1បាត់នៅសល់ប៉ុន្មានចានៅសល់0អញ្ចឹង17ដក8នៅសល់ប៉ុន្មានគត់17ដក8ចាគឺនៅសល់9ណាហើយចំនួនចាទស្សភាគកូនដាក់មកហើយ0ដក0ចានៅសល់0អញ្ចឹងយើងបាន0.9ចានេះជាចម្លើយដែលយើងបានរៀនមួយគ្នាចាអញ្ចឹងបន្ទាប់ពីកូនបានរៀនជាមួយគ្នាហើយគូសង្ឃឹមថាកូនទាំងអស់គ្នានឹងចេះហើយនឹងសម្គាល់ហើយនឹងចំណាំវិធីដកចំនួនទស្សភាគភាគ10នេះចាដូច្នេះសូមព្រះប្រទានពរកូនទាំងអស់គ្នាហើយកូនសង្ឃឹមថាអ្នកគ្រូសង្ឃឹមថាកូននឹងយកមេរៀននេះទៅអនុវត្តនៅក្នុងថ្នាក់របស់កូននៅក្នុងសាលារៀនរបស់កូនហើយអ្នកគ្រូសង្ឃឹមថាកូននឹងព្យាយាមខិតខំរៀនបន្ថែមទៀតហើយក៏យកទៅអនុវត្តប្រចាំថ្ងៃជីវិតរបស់កូនដែរអញ្ចឹងអរគុណអ្នកគ្រូសូមជម្រាបលា